ព្រោះតាំងពីយូរមកយើងអត់ដែលរៀនបដៅចិត្តខ្លួនយើងឯងមែនទេយើងអត់សូវដែរបរៀនបដៅចិត្តខ្លួនឯងច្រើនតែចង់តែបដៅគេមែនទេដូចបដៅកូនបដៅក្មួយបដៅនៅនេះបដៅនៅនោះឬក៏តាម Facebook អាណាធ្វើខុសអីជួយជេរជួយអីនឹងសម្បូរប៉ុន្តែមនុស្សទាំងអស់គ្នានោះមិនដែលដាក់ពេលមករៀនបដៅចិត្តខ្លួនឯងទេហើយនៅពេលដែលទុកលំបាកមែនទេមិនរឿងខាងក្រៅទេថាមកពីចិត្តនឹងវាពិបាកបដៅរហូតដល់ពេលគាត់កើតទុកខ្ញុំមិនចង់គិតទេតែវាចេះតែគិតឃើញវាពិបាកបដៅហ៎ឃើញទេមកពីមិនដែលបដៅវាផងវាឡើងតំណើងឡើងហាមលែងស្ដាប់ហើយហ្នឹងហើយអញ្ចឹងដាក់ពេលខ្លះរៀនបដៅចិត្តខ្លួនឯងប៉ុន្តែដើម្បីបដៅវាបានតើស្គាល់វាច្បាស់អញ្ចឹងណាហើយស្គាល់ច្បាស់បានតលតែរៀនធម៌ព្រះអង្គព្រោះធម៌ព្រះអង្គបរៀនពីចិត្តហ្នឹងឯងនឹងអញ្ចឹងបានថាអត់មានទេរឿងខាងក្រៅដែលយើងទៅការពារបានអត់មានទេនៅក្នុងអំណាចគឺមានតែរៀនបដៅចិត្តទេគ្មាននរណាម្នាក់នៅក្នុងលោកនេះបានដូចចង់ទាំងអស់ឯងកុំថាឡើយយើងមនុស្សសាមញ្ញមហាសទ្ធិពិភពលោកក៏គ្មានបានអ្វីតាមចង់ទាំងអស់ដែរនឹងសំបីប្រធានាធិបតីធំក៏គ្មានតាមចង់បានទាំងអស់ដែរយើងតូចអាចង់របស់យើងតូចដែរគេរៀងធំបន្តិចចង់របស់គេធំដែរមែនទេហ្នឹងហើយទុករបស់អ្នកអាត្មាធ្លាប់ដោះស្រាយបញ្ហាឲ្យបរិស័ទអ្នកដែលគាត់សាមញ្ញធម្មតាឃើញថាទុករបស់គាត់ដូចងាយជាងទុកដែលមនុស្សរៀងខ្ពស់ទំហំរបស់គាត់ដូចងាយជាងដល់ទុករបស់អ្នកចំនួនធំងាយដោះឯងព្រោះអាចរន់ការរស់ស៊ីរបស់គាត់ហ្នឹងដូចសរសៃឈាមអញ្ចឹងមិនមែនខណ្ឌហ្នឹងឈប់គិតរួចខ្លួនទេមែនទេឈប់គិតតែបន្តិចគឺគ្រោះថ្នាក់ហ្មងចំនួនមនុស្សចរន្តពេញភពលោកណាតែបើអ្នកប្រជាជនធម្មតាមានពេលខ្លះគាត់គ្រាន់តែដកចំហៀនតែបន្តិចស្រួលណាប៉ុន្តែសរុបមកសេចក្តីទុកនៅលើតែផ្លូវចិត្តដដែលបរៀនចិត្តឲ្យបានឆ្លាតតែបន្តិចគ្រប់យ៉ាងគឺអូខេមកនិយាយតែឯងឃើញធម៌សាមញ្ញទេអញ្ចឹងធម៌ដែលពិចារណាពីចាស់ឈឺស្លាប់នេះនៅតែមានប្រសិទ្ធភាពមិនបានវានៅតែមានប្រសិទ្ធភាពព្រោះយើងរស់នៅក្នុងចាស់ឈឺស្លាប់នឹងឯងដូចគ្នានឹងគ្រូពេទ្យនៅតែត្រូវមានការងារធ្វើតទៅទៀតព្រោះមនុស្សមានជំងឺនឹងឯងយើងស្ដាប់មិនស្រួលថាធម៌នឹងស្អីទេនិយាយតែចាស់ឈឺស្លាប់អាណាមិនដឹងមែនតែនដល់តែភាពចាស់ភាពឈឺភាពស្លាប់នឹងមកដល់យើងអត់សោយសោកអាហ្នឹងបានឈ្មោះថាដឹងមែនតែនតែបើខណ្ឌតែឈឺកើតទុកព្រាត់ប្រាសកើតទុកស្លាប់កើតទុកមានន័យថាយើងមិនដឹងទេយើងមិនដឹងទេយើងគិតពីរឿងហ្នឹងយើងគិតដោយមោហៈទេគិតដោយអវិជ្ជាទេតែបើបញ្ញាកើតឡើងពិចារណារឿងហ្នឹងគឺវាទៅជាធម្មតាទាំងរស់ក៏រស់ទៅដល់ពេលស្លាប់ក៏ស្លាប់ធម្មតាតែអាហ្នឹងបានឈ្មោះថាដឹងចាស់ឈឺស្លាប់ពិតប្រាគាត់ហ្នឹងហើយពាក្យនិយាយបានប៉ុនយល់បានមិនបានអាហ្នឹងជារឿងផ្សេងហ្នឹងហើយប៉ុន្តែសរុបមកដឹងថាធម៌ហ្នឹងគឺធម្មតាក្នុងជីវិតហ្នឹងនៅឬក៏ធម៌ហ្នឹងទល់មេឃដីឯណានោះជាពេលខឹងមានធម៌អត់អីអត់ពេលខឹងហ្នឹងក៏ធម៌ដែរអាហ្នឹងហៅថាអកុសលធម៌ឃើញអត់ហ្នឹងហើយគឺជាធម៌ដែលគួរកំណត់ដឹងថាអូចិត្តនេះក្រោតហើយតើចិត្តនេះទោសៈកើតឡើងហើយអញ្ចឹងរឿងដែលត្រូវ deal ជាមួយមានន័យថារឿងដែលត្រូវពាក់ព័ន្ធរឿងដែលត្រូវធ្វើការជាមួយវាមិនមែនអ្នកខាងក្រៅទេគឺត្រូវធ្វើការមួយចិត្តហ្នឹងអាចិត្តខឹងហ្នឹងប៉ុន្តែមនុស្សឆ្លោះគ្នាភាកច្រើនពេលរយជំនួយមិនមែនឲ្យជួយដោះស្រាយបញ្ហាចិត្តខ្លួនឯងទេឲ្យជួយបដៅវាផងកុំឲ្យវាប្រហើនពេកទៅឲ្យជួយមើលវាធ្វើម៉ងប៉ុន្តែយើងគិតមើលចិត្តនៅក្នុងហរតិរបស់យើងមកយើងពិបាកបដៅដល់ប៉ុណ្ណឹងហើយចុះទម្រាំទៅហាមាត់គេនោះហាមិន
ឃើញយើងដោះស្រាយខុសរឿងឯងអ្នកដតីយ៉ាងណាណាដូចមេឃធ្លាក់ភ្លៀងមកមេឃខ្យល់មកខ្យល់បក់មកអញ្ចឹងរឿងត្រូវដោះស្រាយគឺតែមកក្នុងផ្ទះយើងឯងខែត្រជាក់ខ្លាំងប្រើអីគេម៉ាស៊ីនកម្ដៅទូប្រើមួយមេឃឬក៏ប្រើក្នុងផ្ទះនេះក្នុងផ្ទះឃើញទេនេះជាកន្លែងត្រូវដោះស្រាយភ្លៀងខ្លាំងទៅទប់មេឃកុំឲ្យភ្លៀងឬក៏ត្រូវមើលកន្លែងណាលេចត្រូវប្រអចិត្តគឺត្រូវមើលផ្ទះយើងភ្លៀងក៏ដោយខ្យល់ក៏ដោយក្តៅក៏ដោយត្រជាក់ក៏ដោយបើអត់ធ្វើការក្នុងផ្ទះយើងទេទៅអង្គុយហាលវិលចូលមេឃជេរមេឃបលយកភ្លៀងនេះភ្លៀងត្រូវទេមិនត្រឹមតែមិនត្រូវទេសង្ស័យឈួតថ្មលើកឧទាហរណ៍មួយឧទាហរណ៍នេះណាគ្រាន់តែឧទាហរណ៍ឲ្យគិតណាសម័យពីដើមមកដែលយើងអត់តន់ចេះធ្វើផ្ទះអីនៅភ្លៀងរត់ទៅនេះភ្លៀងរត់ទៅនោះឧទាហរណ៍អញ្ចឹងណាឧទាហរណ៍ថាមានមនុស្សដ៏អស្ចារ្យពីរនាក់ថា God ក៏បានដែរថាដូចព្រះអញ្ចឹងណាមានម្នាក់នោះពេលដែលភ្លៀងធ្លាក់មកអញ្ចឹងទៅយើងអង្វរទៅគាត់ទប់ភ្លៀងឡើងឲ្យធ្លាក់ហ្នឹងនិយាយថាជួយផងកុំឲ្យភ្លៀងទៅទឹកខ្ញុំគាត់ក៏សូត្រមុនទៅស្រាប់តែភ្លៀងហ្នឹងឈប់ទៅទឹកយើងអញ្ចឹងណាមានម្នាក់ទៀតក៏អត់មានរិទ្ធពិសេសទេគាត់គ្រាន់តែប្រាប់យើងថាបើមិនចង់ឲ្យភ្លៀងទៅទឹកថ្ងៃក្រោយណែឯងត្រូវធ្វើផ្ទះនៅធ្វើខ្ទមធ្វើផ្ទះឬក៏បាំងឆ័ត្រអីទៅហ្នឹងហើយប៉ុន្តែអ្នកទាំងពីរហ្នឹងក៏មានកំណត់អាយុដែរគាត់តែ100ឆ្នាំស្លាប់ដូចគ្នាតើអ្នកទាំងពីរហ្នឹងម្នាក់ណាដែលពិសេសសម្រាប់មនុស្សគ្រប់ចំនួនម្នាក់ដែលតែភ្លៀងមកជួយទប់ភ្លៀងហើយម្នាក់ទៀតឲ្យរូបមន្តឲ្យត្រូវធ្វើផ្ទះហ្នឹងហើយព្រះសម្មាសម្ពុទ្ធគឺដូចបរិសុទ្ធទី2ហ្នឹងហើយព្រះអង្គមិនដែលអះអាងមកជួយដោះចង្រៃឲ្យយើងទេតែព្រះអង្គគ្រាន់តែបង្រៀនរូបមន្តដើម្បីឲ្យយើងសាងភាពមាំទាំផ្លូវចិត្តរបស់យើងដើម្បីដោះស្រាយបញ្ហាក្នុងជីវិតរបស់យើងទី1ថាក្រហោះគួររៀនអីក្នុងនាមជាពុទ្ធបរិស័ទនៅក្នុងពធហ្នឹងមានធម៌អីដែលក្រហោះគួរប្រតិបត្តិបើយើងនិយាយថាគួរធ្វើយ៉ាងណាគួរធ្វើយ៉ាងណានោះធម៌ដែលព្រះសម្មាសម្ពុទ្ធសម្ដែងឡើងព្រះអង្គមើលបុគ្គលដែរមានពេលខ្លះមិនអាចដាក់ទៅធម៌មេតិកាមួយហ្នឹងគ្រប់គ្នាត្រូវគ្រប់គ្នាទេប៉ុន្តែគរិយាវាសធម៌អីព្រះអង្គសម្ដែងពីដូចជាសច្ចតមៈខន្តីកតញ្ញូអីចឹងទៅប៉ុន្តែតាមយោបល់អាត្មាបើយើងយកតែមេតិកាហ្នឹងយកទៅដោយមិនយល់ក៏នៅតែប្រាការមិនកើតឬថាយើងនិយាយពីខមេតិកានៅក្នុងសង្កេលកៈសូត្រនៅក្នុងហ្នឹងព្រះអង្គសម្ដែងទូនាទីទាំងអស់ទូនាទីដូចជាកុហកគួរធ្វើអីប្រសងគួរធ្វើអីមេត្តាបៃតាអាហ្នឹងជាខអញ្ចឹងហើយប៉ិនបើយើងយល់មិនដល់នៅតែប្រើអត់កើតអញ្ចឹងការចេះដឹងច្រើនទើបជារឿងសំខាន់នៅពេលណាដែលមានការយល់ដឹងច្រើនបញ្ញានោះឯងជាកត្តាសម្រេចថាតើគួរធ្វើអ្វីមិនគួរធ្វើអ្វីសូម្បីតែសម្ដែងពីកតញ្ញូក៏ដូចគ្នាដែរទីហោះថាទី1កូនត្រូវធ្វើនេះទី1កូនត្រូវធ្វើនេះទីហោះថាទូនាទីកូន5ចុះម៉ែឪចិញ្ចឹមមកយ៉ាងណាយើងត្រូវចាំគាត់យ៉ាងនឹងជួយការងារតិចតួចដូចយើងនៅឆ្ងាយទៅជួយស្អីអាការងារតិចតួចយើងលើកដាក់អត់ដល់ទេប៉ុន្តែនៅពេលណាដែលការយល់ដឹងនឹងចម្រើនណាវានឹងប្រាប់ថាតើគួរធ្វើអីយើងសម្រេចចិត្តបានតួយ៉ាងកាលដែលព្រះបរមពុរិស័ទកើតជាសវណ្ណសាមអត់មានពីណាទៅប្រាប់ព្រះអង្គថាណែបើម៉ែឪខ្វាំងត្រូវធ្វើនេះត្រូវធ្វើនោះអត់ទេរបៀបនៃភាពវៃឆ្លាតរបស់លោកដឹងហ្មងដើម្បីឲ្យឪពុកម្ដាយទៅដល់បង្គន់បានហើយអញអត់នៅផ្ទះទៅបេះផ្លែឈើទៅជីកស្អីចឹងគាត់នៅទៅរកបង្គន់មិនឃើញអញ្ចឹងធ្វើស្នូឲ្យកាន់ឃើញទេអត់មានណាប្រាប់ទេប៉ុន្តែអាបញ្ញាហ្នឹងវាឲ្យគិតឃើញអញ្ចឹងឃើញទេហើយដើម្បីយកគាត់ទៅកាន់ទីឆ្ងាយគាត់ដើរពិបាកដាក់កត្រកមកខាងមួយរែកគាត់ទៅណាទៅប្រាប់គាត់តើអត់ទេគឺ understanding ការយល់ថាកលៈទេសៈគួរធ្វើអីមានសំណួរច្រើនណាស់ដូច
ជាការបដិបត្តិចំពោះពុកម្ដាយជាពិសេសបងប្អូនយើងនៅកូរ៉េហ្នឹងតែងតែសួរអាត្មាថាចុះខ្ញុំនៅឆ្ងាយតើការដែលមិនបានបំរើគាត់ផ្ទាល់គ្រាន់តែផ្ញើលុយទៅយ៉ាងម៉េចដែរកតញ្ញូមិនសំដៅថាចិត្តឆ្ងាយទេសំខាន់ថាខណៈហ្នឹងតើយើងគួរធ្វើអីដែលកើតជាប្រយោជន៍ដល់គាត់ឃើញទេអញ្ចឹងបានអាត្មាផ្ដើមមិញហ្នឹងមកហៅថា VIP ហ្នឹងគឺពពុទ្ធបរៀនឲ្យយើងចម្រើនតែបញ្ញាដល់ពេលហ្នឹងយើងដោះស្រាយយ៉ាងណាគឺជារឿងរបស់យើងហ្នឹងហើយដូច Bruce Lee គាត់និយាយអញ្ចឹងស្គាល់ Bruce Lee Lee Ziolong គាត់ថាម៉េច be formless sharpless កុំជាប់ទម្រង់ទីមួយត្រូវធ្វើអីទីមួយត្រូវធ្វើអីហ្នឹងអាហ្នឹងអត់ឆ្លាតទេមនុស្សបើមិនចឹងដូចអាជ័យទៅយកបានតែសបុកមន់លើរឿងធនជ័យហ៎សិទ្ធិថាម៉េចអាភ្លើងឆេះផ្ទះដល់ទៅយកអាស្រាលស្រាលចេញមកមានទេទៅយកទៅសបុកមន់ហ្នឹងហើយឃើញទេដូច្នេះអាទម្រង់ត្រូវធ្វើនេះត្រូវធ្វើនេះត្រូវធ្វើនេះហ្នឹងវាប្រើបានម្ដងម្កាលទេតែបញ្ញាវានឹងសម្រេចឲ្យយើងថាគួរធ្វើអីBruce Lee គាត់ថាចឹងដែរអ្នកដែលអាចវាយតាមក្បាច់ឲ្យខ្លាយជាអ្នកបកកែបានវាលែងតែមនុស្សមានក្បាល3ដៃ6ព្រោះមានពេលខ្លះក្បាច់ហ្នឹងតម្រូវឲ្យវាយ1ទល់1ហើយចុះបើគេមកពីមុខទៅពីក្រោយផងនៅតែឆ្វេងស្ដាំកែកបត់ចឹងទៅគឺវាយពីក្រោយចឹងអា flexibility ហ្នឹងហើយឧទាហរណ៍ថាអាត្មាមកទីនេះហើយបើកឱកាសឲ្យបងប្អូនសាកសួរចឹងអាត្មាក៏អត់ដឹងមុនថាបងប្អូនចង់សួររឿងអីដែរហ្នឹងហើយស្រេចថាតើសំណួរកើតរឿងអីហើយទៅដោះស្រាយថាម៉េចឃើញទេអញ្ចឹងនៅពេលដែលការយល់ដឹងច្រើនហ្នឹងវាកើតឡើងហើយព្រោះបញ្ហាវាមានទម្រង់ប្លែកគ្នារហូតពិសេសឧទាហរណ៍លើបែកបន្តិចថាដូចអ្នកបោកយើងអញ្ចឹងគេអត់បោកវិធីដែលទេគេត្រូវរកវិធីថ្មីមែនទេមែនទេហ្នឹងហើយសម័យមុនបើនិយាយពីការខ្លាំងប៉ាកែគេយករឿងអីប្របាទធម្មឹកឬក៏អីគេស្អាមន្ត្រីឬក៏រ៉ាដេប៉ូប៉ុន្តែអានឹងសាំទៅគេរករឿងថ្មីទៀតដែរប៉ុន្តែបើភ្នែកជាអ៊ូខុងកាឡាខ្លួនធ្វើអីក៏មើលដឹងដែរមែនទេកាឡាខ្លួនធ្វើអីក៏មើលដឹងដែរអញ្ចឹងការចេះដឹងច្រើនជារឿងល្អជាពិសេសយើងសម័យនេះយើងមាន social media គួរប្រើវាឲ្យបានជាប្រយោជន៍ហើយស្ដាប់ឲ្យមានប្រយោជន៍គឺយើងស្ដាប់មើលនរណាដែលមានចំណេះជំនាញពិតប្រាកដហ្នឹងបើស្ដាប់រឿងច្បាប់គឺត្រូវស្ដាប់នរណាដែលចេះច្បាប់មែនតើស្ដាប់រឿងសុខភាពស្ដាប់នរណាដែលមានចំណេះខាងសុខភាពមែនតើដូចជាដុកទ័រខ្លះដែលគាត់ចែកម្លែកចឹងអត់មកស្ដាប់តាមអ្នកលក់អនឡាញអីធម្មតាវិលងាប់ហ្នឹងហ្នឹងហើយការិយាសតោព្រះអង្គសម្ដែងថាមាន4មានខន្តីមានសច្ចៈមានតមៈមានកតញ្ញូអីចឹងប៉ុន្តែដូចមកថាទោះបីយើងរាប់ក៏ដោយបើអាការយល់របស់យើងមិនដល់កម្រិតនៅតែប្រើវាអត់កើតរឿងចាយវាទ្រព្យសម្បត្តិនៅសំណួរទី2ហ៎ហ្នឹងហើយចាយវាទ្រព្យសម្បត្តិព្រះអង្គសម្ដែងថាមាន4ប៉ុន្តែដូចមកថាដដែលទោះបីមានតែការអញ្ចឹងក៏ដោយបើយើងកម្រិតនៃការយល់ហ្នឹងវាអត់ដល់កម្រិតទេយកមេរៀនព្រះអង្គយកមកសូត្រក៏ប្រើអត់កើតដែរណែទី1ប្រាប់ថាបោះទៅក្នុងជ្រោះជ្រៅស្អីគេអាជ្រោះជ្រៅហ្នឹងកាពះអញ្ចេះពេញតែអាហ្នឹងធ្លុះមករហូតហ្នឹងហើយហូបថ្ងៃហ្នឹងឃ្លានទៀតមែនទេហ្នឹងហើយចាំកូនប្រពន្ធឬក៏ចាយវាអីហ្នឹងគឺត្រូវតែប្រើប្រាស់ទី2គឺបុលសងបំណុលចាស់បំណុលចាស់ហ្នឹងគឺចាំពុកម្ដាយហ្នឹងហើយបំណុលថ្មីកូនប្រពន្ធណាហើយនឹងកប់ជាកំណប់អីចឹងទៅធ្វើសេចក្តីល្អខ្លះចែកទានអីចឹងទៅហើយនឹងមួយផ្នែកទៀតនោះគឺត្រៀមសម្រាប់ពេលវេលាដែលគ្រោះអាសន្នអន់ក្រអីផ្សេងព្រោះសូម្បីតែយើងមកធ្វើការនៅកូរ៉េហ្នឹងបានលុយច្រើនក៏ពិតមែនបើយើងអត់ចេះទុកត្រៀមទេមានពេលខ្លះវាឈឺណាការងារមិនមែនចេះសម្រេចដូចយើងគិតទេយើងមិនមែនចង់ឈឺទេប៉ុន្តែ be ready ត្រៀមពេលវាឈឺពេលខកខានមិនបានធ្វើការ
អានឹងត្រូវត្រៀមចឹងមុខរបរអីផ្សេងដូចគ្នាអានឹងជាមេតិការាប់ប៉ុន្តែទោះបីយើងចាំតន្ទិញចឹងគ្រប់គ្នាក៏ដោយពិនជាក់ស្ដែងនៅលើភាពបីឆ្លាតរៀងខ្លួនហ្នឹងហើយអីមួយទៀតមិញការរលឹកត្រូវសមាសតិរលឹកត្រូវវាជ្រៅបន្តិចរលឹកចំពោះរបស់មែនតែនរលឹកឲ្យអត់ចេះកើតទុកអានឹកឯកើតទុកមានន័យថានឹកអត់ត្រូវនឹកសង្សារចាស់នឹកអត់ត្រូវរលឹកត្រូវត្រង់ទីនេះគឺចង់និយាយពីការរលឹកទៅដល់សភាវៈដែលមានពិតយើងរាល់ថ្ងៃដែលរលឹកហើយវានាំមកនៅកង្វល់គឺយើងរលឹកទៅលើរបស់សន្មត but not reality នឹកចំពោះរឿងតែធាតុពិតក្នុងលោកនេះអត់មានរឿងទេមានតែរបស់ពិតទេដែលមកដល់ជីវិតយើងតាមផ្លូវភ្នែកមានតែរូបទេជាវណ្ណៈរូបជា visible object ហៅថារូបារម្មណ៍មកតាមតិចអត់មានរស់សេរីសទ្ធាឬក៏សិនស៊ីសមុទ្រទេមានតែសំឡេងជា audible object ជា voice ដែលប្រកបនេះងាងមកដល់ជីវិតហ្នឹងមានតែតួសលេងសិតចំោះដឹងបានតែក្លិនទេតាមដាតដឹងបានតែរសជាតិតាមកាយមានតែផតថភៈគឺភាពក្តៅត្រជាក់ឬក៏រឹងទន់ដែលប៉ះតាមផ្លូវចិត្តគឺមានតែការសន្មតរឿងនេះរឿងនោះអញ្ចឹងតួសម្មាសតិដែលរលឹកដឹងរលឹកចំពោះសភាវៈធម៌ដែលមានពិតរលឹកឲ្យស្រឡះរលឹកឲ្យ relax រលឹកឲ្យអត់ stress រលឹកឲ្យអត់មាន anxiety រលឹកឲ្យចិត្តមានកម្លាំងនឹងហៅថារលឹកត្រូវអញ្ចឹងហ្នឹងហើយឧទាហរណ៍ថាឥឡូវគេនិយាយពាក្យអត់ល្អដាក់យើងរលឹកមិនត្រូវគឺដូចយកញញួរមកដំក្បាលខ្លួនឯងអញ្ចឹងអានេះវាជេរអញគេជេរតែម៉ាត់ទេណាប៉ុន្តែពេលរលឹកអត់ត្រូវអានេះជេរអញអានេះជេរអញវៃខ្លួនឯងហត់នេះជេរអញនេះជេរអញរលឹកត្រូវគឺមានតែសម្លេងកើតឲ្យរលត់ឃើញទេកើតឲ្យរលត់អត់មានឈឺសោះហ្នឹងហើយអញ្ចឹងអំណាចរបស់អារម្មណ៍វាមានអំណាចរបស់វាប៉ុន្តែបើសតិនឹងមានកម្លាំងទោះបីអារម្មណ៍មកតាមរបៀបណាក៏វាអត់អីដែរដែលឮចាស់និយាយថាគេជេរយើងដេកលក់ប៉ុន្តែបើយើងជេរគេយើងដេកអត់លក់ណាដែលឮចាស់និយាយចឹងហ្នឹងហើយតែបើយើងគិតអត់ដល់យើងអត់យល់ទេព្រោះកាលណាជេរគេហើយវាមិនមែនដោយចិត្តមេត្តាណាមិនមែនដោយចិត្តល្អណាដោយចិត្តខឹងដោយចិត្តក្តៅជេរហើយនៅចង់ដឹងចាំមើលវាតអញមិនមែនទេហ្នឹងហើយនៅពេលណាដែលយើងអត់ care ហើយជេរជាបាបរបស់គេមិនមែនបាបរបស់ខ្ញុំផងហ្នឹងហើយអត់ care ហើយបិទទៅទូរស័ព្ទដេកលក់ឈឹងព្រោះយើងបានសាងកំហុសផងណាដូចអ្នកជេរអាត្មាបានតិចណាស់ហ្នឹងសំខាន់កាន់អាត្មាមកហ្នឹងក៏គេដាក់តនីឲ្យអាត្មាបធូរនេះស្រូបដែរហ្នឹងហើយប៉ុន្តែសំខាន់តើយើងញាប់ញយដោយសារពាក្យហ្នឹងអត់ឥទ្ធិពលរបស់អារម្មណ៍ឧទាហរណ៍សម្ដីខុសមាន4ទី1ពាក្យអត់ប្រយោជន៍ពាក្យអត់ប្រយោជន៍ដែលអ្នកដទៃនិយាយហ្នឹងវាប៉ះពាល់ដល់យើងគឺត្រង់ដែលយើងចង់ស្ដាប់តែយើងចង់ស្ដាប់យើងត្រូវចំណាយពេលទៅស្ដាប់អត់ប្រយោជន៍លីងពាក្យហ្នឹងវាអត់ប្រយោជន៍ស្រាប់ប៉ុន្តែបើយើងខ្ជិលស្ដាប់យើងអត់ខាតប្រយោជន៍ទេតែបើយើងចង់ទៅស្ដាប់អាពាក្យអត់ប្រយោជន៍ហ្នឹងយើងអត់ប្រយោជន៍ហ្នឹងទៅមកពាក្យកុហកមានឥទ្ធិពលលើយើងត្រង់ដែលយើងជឿកុំមកអួតថាពីណាបកែកុហកថាអត់ទេបកែកុហកប៉ុណ្ណាក៏ដោយកុហកបានតែអ្នកជឿតើអត់ជឿអត់បញ្ហាពាក្យញុះញង់ចាក់ដោតបំបាក់បំបែកវាមានឥទ្ធិពលសម្រាប់តែមនុស្សតិចសទេឆាប់ជឿឆាប់ប៉ុន្តែបើពលចាក់ចុចគេអត់បែកគ្នាមានឥទ្ធិពលទេពាក្យជេរបចោមានឥទ្ធិពលពីណាឈឺចិត្តទេពីណាដែលបបាក់ចិត្តខឹងអីចឹងទៅ
អាហ្នឹងមានឥទ្ធិពលហើយតែជេរគេអត់ខឹងអត់មានឥទ្ធិពលអីជេរទៅជេរលហែកមិនជេរណែហេងកូនពោទៅពុនជេរឡើងឈឺរឿងហ្នឹងយើងចិត្តតែច្រឡំយកទៅឈ្នះគេយកអំពើអាក្រក់យកទៅឈ្នះគេដូចពាក្យសង្កត់សង្កិនជេរបចោអីជាដើមហ្នឹងព្រះអង្គឧទាហរណ៍ចេះមនុស្សម្នាក់កាន់គប់ភ្លើងមួយពីដើមមានបាច់ស្មៅអីចឹងទៅដុតភ្លើងហើយរត់ទៅអុចសមុទ្រដោយបំណងថាអញនឹងដុតសមុទ្រឲ្យរីងស្ងួតហួតហើយរត់ទៅដល់ដាក់តែទឹកទៅលត់អស់រត់មកដុតទៀតទៅដាក់ដល់ទឹកលត់អស់ហើយព្រះអង្គសួរថានរណាអ្នកហត់សមុទ្រឬក៏អ្នកដុតចឹងបានព្រះអង្គឲ្យយើងចម្រើនទឹកចិត្តកាន់តែទូលាយមានមេត្តាកាន់តែខ្ពស់ដូចមហាសាគរទៅយើងអ្នកឯងដែលមានចិត្តត្រជាក់មិនងាយក្តៅក្រហាយព្រោះអ្នកណាធ្វើឲ្យក្តៅទេហើយមានតែចិត្តដែលត្រជាក់ទេដែលជាចិត្តមានបញ្ញាជាចិត្តមើលធ្លុះបញ្ហាដែលត្រូវដោះស្រាយយ៉ាងណាហើយតែក្តៅកជ្រោលសម្រាប់ចិត្តខុសហើយមនុស្សខឹងច្រឡោតតតងសម្រាប់ចិត្តអត់ឆ្លាតទេនៅស្រុកថ្មគេដាក់អង្គប់កដុលអីគេដាក់ឲ្យគេមិនដេញវាយព្រៃហើយតែកដុលភ័យមិនរត់ចូលអង្គប់ហ្នឹងហើយអញ្ចឹងរបៀបធ្វើបាបមនុស្សគេប្រើវិធីពីរមួយគេប្រើជាអារម្មណ៍របស់តណ្ហាមួយទៀតគេកំឡាយកបដ ாய் មើលយើងមនុស្សលោភលន់គេយករឿងអាបានងាយហ្នឹងមកបោកយើងបងប្អូននៅកូរ៉េហ្នឹងឮនិយាយច្រើនដែរហ្នឹងហើយដាក់តិចបានច្រើនអញមើលតែយើងចង់បានច្រើនហ្នឹងគេយកអារឿងដាក់តិចបានច្រើនហ្នឹងហើយយើងធ្វើការដឹងហើយបងប្អូនទៅធ្វើការប្រាក់ខែបានប៉ុណ្ណាបើមិនបាច់ញើសមិនគេឲ្យប្រាក់ខែប៉ុណ្ណឹងហ្នឹងមែនទេហ្នឹងហើយថាកែទាំងឡាយបើគេមិនចំណេញម្ដងពីរដងលើហ្នឹងក៏គេមិនជួលយើងដែរមែនទេណាសួរចេះកុំសូវជឿពេកអាដាក់ពេកបានច្រើនហ្នឹងហើយមួយទៀតមើលយើងមិនចង់បានអីទេមើលតែមិនជឿមនុស្សយើងជឿផ្ដេសផ្ដាស់ខ្លាចភ័យច្រើនគេយករឿងឲ្យយើងភ័យហ្នឹងមកបំភ័យយើងតែម្ដងកណាមានចម្ងល់មួយព្រះអង្គចាស់តើអហេតុកៈចិត្តជាអសោមនៈចិត្តឬក៏ជាសោមនៈចិត្តហើយឆ្លើយមួយសិនអហេតុកៈជាអសោបនៈសោផនហ្នឹងប្រែថាល្អអសោផនហ្នឹងមិនមែនប្រែថាអាក្រក់ទេគ្រាន់តែថាចិត្តហ្នឹងមិនមានសោបនៈចេតសិកកើតជាមួយតែប៉ុណ្្នឹងឯងអញ្ចឹងចុះអ្នកហេតុលោកគ្រូអ្នកហេតុរាល់តួចិត្តទាំងអស់សិតតែអ្នកហេតុមិនមែនជាតួហេតុអញ្ចឹងយើងត្រូវស្គាល់ថាស្អីជាតួហេតុមានតែ6ឯងលោភៈទោសៈមោហៈអលោភៈអទោសៈអមោហៈនឹងស្អីក៏ដោយក្រៅពី6ហ្នឹងសិតតែជាអ្នកហេតុទាំងអស់ហ្នឹងហើយតួហេតុជាចេតសិកត្រូវហើយតែហើយមួយចឹងមានរៀនអភិធម្មឲ្យបានសួរហ្នឹងកណាមួយសំណួរទៀតតើនិវរណធម៌អត់សូវយល់លោកគ្រូដែលបដិបត្តិជាមួយចិត្តនិងកាយកម្មញ្ញតាលោកគ្រូព្រោះអីវីដេអូហ្នឹងកណាអត់សូវយល់ហើយមួយសំណួរទៀតតើសម្ភាបលាបៈនិងដេរឆានកថាខុសគ្នាដូចមិនដាច់លោកគ្រូនិវរណៈវារារាំងអីមិញរារាំងបដិបត្តិជាមួយកម្មញ្ញតារូបកម្មញ្ញតាចិត្តកម្មញ្ញតាកណាកាលណានិវរណៈកើតឡើងយើងដឹងហើយនិវរណៈប្រែថាធัวជាគ្រឿងរារាំងអញ្ចឹងណាវារារាំងអីរារាំងកុសលណាដូចស្ដាប់ធัวអញ្ចឹងងុយហូមអាហ្នឹងស្អីគេថៃនមិទ្ធនិវរណៈល្ងុយហ្នឹងហើយស្ដាប់ទៅជួនកាលវាមិនចំចំណុចខ្លួនឯងចង់ខឹងភ្លាមអាហ្នឹងទៅជាទោសៈជាហ្នឹងវិជកិច្ឆាតែងមានជាធម្មតាពុទ្ធជនយើងហ្នឹងហើយគ្រាន់តែតិចច្រើនវិជកិច្ឆាត្រូវកម្ចាត់បងដោយសោតាបត្តមៈបើនៅជាពុទ្ធជននេះគ្រាន់តែថាបើយើងគិតត្រូវពិចារណាត្រូវស្ដាប់ត្រូវទៅវាទៅជាវិជកិច្ឆានុស័យអញ្ចឹងណាគ្រាន់តែដេកទេណាមិនគន់ងាប់ទេសម្ភាបលាបៈនិងដេរិឆានកថាសម្ភាបលាបៈ
dânនិយាយចំពោះពាក្យរយរាយអត្ថប្រយោជន៍ច្រើននៅក្នុងសិក្ខាបទដែលយើងប្រើចំពោះកុហកដែលរិឆានកថាយើងច្រើនប្រើនៅក្នុងវិន័យរបស់អ្នកបួសអញ្ចឹងណារបស់អ្នកបួសនឹងសំបីតែលើករឿងអត្ថប្រយោជន៍ច្រើនរឿងភារតៈរឿងសង្គ្រាមរៀមគេអីអានិយាយមកសរុបយកប្រយោជន៍ស្អីគ្មានហ្នឹងណាហត្ថរិឆានកថាណែសម្ភបលាបៈវាពាក់ព័ន្ធនឹងនិយាយធ្វើឲ្យខូចប្រយោជន៍ឧទាហរណ៍ថាឥឡូវគេបំរុងធ្វើការងារអីមានប្រយោជន៍ឯងនាំគ្នានិយាយតប៉ែអត់ប្រយោជន៍ត្មងណាអាហ្នឹងហៅថាសម្ភបលាបៈដែលរិឆានកថាទោះបីនិយាយត្រូវកាលពេលវេលាដែលគេស្ដាប់ក៏ដោយប៉ុន្តែនិយាយទៅរឿងស្អីដែលបូកសរុបមកឲ្យកើតប្រយោជន៍អត់មានហ្នឹងហៅថារិឆានកថាសំបីតែយើងនិយាយរឿងពុទ្ធក៏ដោយនិយាយឲ្យអត់សរុបយកកន្លែងអប់រំឲ្យកើតជាប្រយោជន៍ឧទាហរណ៍ថាមនុស្សយើងដូចលើករឿងពពោធិសត្វតាំងពីរឿងនាងពភាវតីរឿងស្ដេចកុសរាជស្នេហាគ្នាយ៉ាងម៉េចអីចឹងណានិយាយគាត់ទៅសើចលេងហ្នឹងសំខាន់គឺកន្លែង conclusion ទោះបីនិយាយវាពាក់ព័ន្ធនឹងរឿងលេងសើចអីខ្លះប៉ុន្តែត្រូវសំដៅទៅលើអាកន្លែងសរុបថាតើចង់និយាយរឿងអីចឹងណាសូម្បីព្រះសម្មាសម្ពុទ្ធក៏និយាយដែរបើថាគេស្នេហាគ្នាយ៉ាងម៉េចឧទាហរណ៍ដូចក្នុងរឿងប្របាទកុសរាជណាក្នុងបេដកកន្លែងខ្លះអាត្មាមិនហ៊ាននិយាយផងព្រះអង្គនិយាយពីនាងប្របាទកុសរាជនឹងសរសើររៀងនាងពភាវតីសតគិអញ្ចេះរៀងអញ្ចេះយើងស្ដាប់មិនស្រួលវាកើតរឿងអីផ្សេងប៉ុន្តែសរុបចុងក្រោយបានព្រះអង្គនិយាយថាឲ្យបានកើតជាប្រយោជន៍អីមិនចឹងនេះធ្លាប់រៀនវិន័យដឹងហើយណាបើនិយាយពីរឿងស្នេហាវិញណាអាត្មាមិនហ៊ាននិយាយកន្លែងខ្លះប៉ុន្តែក្នុងអត្ថកថាលោកប្រាប់ដែរឲ្យអ្នកនិយាយហ្នឹងតាំងស្មារតីឲ្យល្អប្រហែលជាអស់ថ្មនេះគ្រប់យ៉ាងកើតឡើងទាល់តែមានហេតុណាតដែលបច្ច័យគ្រប់សំបីព្រះសម្មាសម្ពុទ្ធបើបុគ្គលមិនមានឧបនិស្ស័យទេក៏ព្រះអង្គជួយបញ្យល់អត់បានដែរដោយឪពុកក្មេងព្រះអង្គដឹងរឿងហ្នឹងឯងប្របាទសុពពុទ្ធនឹងជាបៃតាក្មេកហ្នឹងអត់ជ្រះថ្លាមួយព្រះអង្គទេហើយព្រះអង្គចង់ទៅប្រោសឲ្យបិទទ្វារអត់ឲ្យចូលទៀតហ្នឹងហើយអញ្ចឹងទៅព្រះអង្គមានពនាមថាបរិសत्यមសារថេទូនមានបានតែអ្នកមានឧបនិស្ស័យហ្នឹងគឺត្រូវប្រើគ្រប់ស្ថានភាពគ្រប់បរិបទសង្គមទាំងអស់អត់មានបុគ្គលណាមួយក្នុងโลกនេះសូម្បីតែគេលើកជាអាទិទេពក៏ដោយมันអាចមកបង្វិលទិដ្ឋិរបស់សត្វលោកនេះឲ្យទៅតាមស្របបំណងរបស់ខ្លួនឯងបានវាលេងតែគេចង់ជឿចង់យល់តែប៉ុណ្្នឹងឯងឥឡូវឧទាហរណ៍ថាគេជឿថា God made everything អាត្មាជាប្រឆាំងមួយគ្រូបរទេសហ្នឹងអញ្ចឹង God made អាត្មាមួយមក made ឲ្យអាត្មាជឿ God មកណាអញ្ចឹងបានជនជាតិអាមេរិកគាត់ថា first man made God and then God made man ហ្នឹងហើយបើនឹងគ្រាន់តែជាពាក្យ logic ប្រអប់គ្នាលេងបើនឹងថាការពិតទោះបីបុគ្គលតាំងថាជាប្រព្រំបង្កើតលោកមិនមែនព្រំប្រហែលថ្ងៃនេះទេនៅក្នុងសាសនា Hindu គេមានព្រះ3គេមានព្រះព្រំជា creator ជា God បង្កើតហើយមានព្រះសិវៈជាព្រះបំផ្លាញលោកហើយគ្រប់យ៉ាងព្រះព្រំអ្នកបង្កើតតាំងពីផែនដីតាំងពីស្អីហ្នឹងហ្នឹងហើយអាហ្នឹងមនុស្សអ្នកថាទេតែព្រះនឹងថាអត់មិនដឹងទេណាប៉ុន្តែនៅតែមិនអាចធ្វើឲ្យមនុស្សគ្រប់គ្នាជឿទៅលើរឿងហ្នឹងបានទេវានៅតែលើឧបនិស្ស័យហើយម្យ៉ាងទៀតបើសិនជាពួកគាត់អាចកែប្រែបានដោយងាយទៅចម្លែកពួកគាត់ពិបាកកែគឺជារឿងត្រឹមត្រូវហើយពីព្រោះនៅក្នុងសង្គមយើងហ្នឹងឲ្យគាត់ជឿតែចឹងមែនទេងាកមិញហ្នឹងក៏មានអ្នកសុំងាកមិញចង់បញ្ចប់ចង់អាត្មាសូត្រធោឲ្យកើតសេរីសួស្តីស្អីណានោះហ្នឹងហើយបើសិនជាគាត់ភ្លាមមកយើងប្រាប់ភ្លាមស្រាប់តែគាត់កែភ្លាមមកអាត្មាថាចម្លែកហើយពីព្រោះតាំងតែពីកើតមកតាំងពីតូចមកទៅវត្តមានតែស្អីកូនថ្វាយគុំប្រាទៅបានសុខមិនចឹងថ្វាយគុំលោកទៅកូនបានសុខមិនចឹងអញ្ចឹងវាបៀលអាជំនឿនឹងឡងក្រាស់ខ្មឹក
ពាក្យថាកម្មផលដែលពុទ្ធបរិញ្ញាមិនដែលចូលទៅក្នុងចិត្តប្រជាជនយើងសូម្បីម្ដងអត់លីងហ្នឹងហើយអញ្ចឹងវាបៀលឡើងក្រាស់មែនទែនអញ្ចឹងបានយូរចាស់ស្ដាប់យល់មួយស្មើសប្បាយចិត្តដូចជាដូនមួយនោះគាត់ចិត្តប៉ែតគាត់ថាទំយល់ចិត្តអស់កាយគាត់ថាទំយល់ហើយស្មើពីមុនគិតថាក្មេងយល់ស្មើសប្បាយចិត្តដល់មានចាស់យល់រត់តែសប្បាយទៀតតែចាស់ឲ្យលៀងជ្រះដែរណាយើងត្រូវមើលនៅជុំវិញគាត់អញ្ចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាវាពាក់ព័ន្ធនឹងកន្លែងដែលរស់នៅបដិរូបទេសជុំវិញគាត់នឹងមនុស្សបែបណាអញ្ចឹងសំបីតែយើងនិយាយមួយគាត់អាគិតថាយូរយើងនិយាយម្ដងមែនទេតែអ្នកបបួលគាត់ទៅជឿប្រទេសផ្ដាស់ហ្នឹងបបួលច្រើនដងតែទៅវត្តទៅដល់ថ្វាយគុំព្រះដុតធូបមកជិបអូយតែមួយព្រះនោះអូយតែពីហ្នឹងទៅសុំទឹកលោកតាទៀតមិនអញ្ចឹងអីរហល់សិលហ្នឹងហើយយើងយូរនិយាយម្ដងចូលវាមិនងាយដល់ទេចឹងវិធីដែលល្អមិនបាច់ចង់កែគាត់ទេអាត្មាគិតថាគេហៅថាអូសទូកកុំអោយល្អានចាប់ត្រីបានកុំអោយល្អក់ទឹកផ្លូវវាចកុំបោះបង់ផ្លូវត្រង់កុំដើរហោងផ្លូវវាចកុំបោះបង់មិនមែនឲ្យយើងទៅកុហកទេណាពាក្យហ្នឹងឧទាហរណ៍ថាយើងទៅកន្លែងមួយបើអាផ្លូវទៅហ្នឹងវាកពើដើរវៀងតែមិនបោះបង់គោដៅទេអញ្ចឹងកុំឲ្យគាត់ដឹងខ្លួនថាយើងចង់ចែកកែគាត់គ្រាន់ថាឲ្យគាត់ស្ដាប់ឬក៏ឲ្យគាត់បានស្ដាប់នៅពាក្យណាដែលជាមេរៀនមែនទែនរបស់ព្រះអង្គនឹងបដើអញ្ចឹងទៅណាទុកឲ្យវាជ្រាបតាមម្ដងតិចទៅព្រោះការណែនាំចំពោះបុគ្គលដែលមានវ័យចាស់ជាងយើងជាពិសេសពុកម្ដាយយើងនេះគឺបាក់ណាបាក់គឺគាត់អាងអញឪអញម៉ែនឹងមកចិត្តច្រើនត្រូវហើយអញ្ចឹងដល់យើងមានវិធីសាស្ត្រល្អដូចបងម្នាក់នៅខេត្តកំពង់ធំគាត់ចង់ឲ្យឪពុកគាត់យល់ហើយគាត់អាចារ្យទៀតប៉ិនគាត់អត់ស្ដាប់គាត់ថាលោកណាដូចតលោកណាកូនស្ដាប់យល់មុនគាត់ចង់ឲ្យស្ដាប់ដែរប៉ុន្តែពិបាកអញ្ចឹងគាត់មានវិធីសាស្ត្រមួយគាត់ថតកាសែតណាដែលនិយាយបញ្យល់ពីហេតុផលល្អហ្នឹងហើយគាត់ដាក់ចំណងជើងអានេះនិយាយរឿងអីគាត់ដាក់លើទូមួយក្បែរទ្វារចេញចូលគាត់អត់ប្រាប់ឪឲ្យស្ដាប់ទៀតតែគាត់ថតហើយគាត់ដាក់ចំណងជើងកាសែតហ្នឹងហើយគាត់មានមាសជាឪអត់ស្ដាប់ទេដល់គាត់ដាក់ចឹងទៅពេលដែលបងនឹងអត់នៅផ្ទះឪពុកនឹងឃើញចំណងជើងចឹងលោភស្ដាប់គេនិយាយរឿងអីដល់ពេលគាត់ស្ដាប់បាន4-10កាសែតមកអាមាននេះនឹងវាតម្លាក់ចោលគាត់ចង់ដឹងទៀតដល់ចង់ដឹងទៀតក៏សួរកូនគាត់អូនហើយមានកាសែតចឹងទៀតអត់ចូលកន្លងហ្នឹងហើយមានពេលខ្លះយើងនិយាយត្រង់ពេកអត់កើតទេអានឹងបានថាចេះ10មិនស្មើអ្នកប្រសពមួយកុំឲ្យដឹងខ្លួនបងមួយនៅកាណាដានោះចឹងដែរគាត់យកកាសែតអាត្មានឹងយកទៅថតចែកគាត់ចែកទៅមិត្តភ័ក្ដិគាត់អីចឹងទៅហើយសិតតែនៅក្មេងៗចឹងគាត់ថាឲ្យគាត់ស្ដាប់ធម៌មិនគាត់នៅក្មេងចឹងតែគាត់ចេះវិធីគាត់ថាកុំយកទៅស្ដាប់យកទៅទុកព្រោះខ្ញុំចែកគេគ្រប់គ្នាមិត្តភ័ក្ដិឯងចែកមិនកើតណាប៉ិនទុកតាណាដែលមើលឃើញកុំស្ដាប់ឲ្យសោះហាមស្ដាប់គាត់ទុកតាណាដែលមើលឃើញហើយគាត់ចូលចិត្តស្ដាប់តែចម្រៀងឯងដបងប៉ុន្តែចម្រៀងឯងទល់តែយើងអត់កើតទុកខ្លាំងជាស្ដាប់ព្រោះទៅប៉ុន្តែមនុស្សយើងនៅពេលនេះ depression ខ្លាំង stress ខ្លាំងស្ដាប់ចម្រៀងគឺថ្លង់មកមិនដឹងស្អីទេលហែកបេះដូងឯណានេះអញថ្លង់មកព្រោះនៅពេលនេះចិត្តតូមម្នាស់ខ្លាំងចិត្ត stress ខ្លាំងស្ដាប់ព្រោះលែងព្រោះហើយវាតែល្មមទេបដែត romantic តាមវាទៅណាប៉ុន្តែគាត់ស្ដាប់ចម្រៀងលែងព្រោះគាត់ដើរចុះដើរឡើងឃើញអាឌីធរហ្នឹងគាត់យកទៅស្ដាប់អស់ប្រហែលតែ10ម៉ោងឯងគាត់ទៅទិញអាម៉ាស៊ីនថតម្ដងចេញ10គាត់ថាអាណាអត់ស្ដាប់ធរឈួតសុតគាត់ថតចែកអញ្ចឹងសំខាន់គាត់ដឹងសិនឃើញទេប៉ុន្តែវិធីឲ្យមនុស្សស្ដាប់ហ្នឹងយើងប្រាប់ត្រង់ឲ្យស្ដាប់ហ្មងជើងកាលវាបត់ខ្លាំងពេកដូចឡានហ្នឹងបត់ពេលលឿនហ្នឹងវាកន្លប់ហ្នឹងហើយអញ្ចឹងជាដំបូងហ្នឹងបងអូនមិនបាច់ចាំថាចង់កែប្រែគាត់តែម្ដងទេគ្រាន់តែគិតថាធ្វើម៉េចឲ្យគាត់បានស្ដាប់ខ្លះអីចឹងទៅឲ្យគាត់សម្រេចចិត្តខ្លួនឯងអញ្ចឹងជាយោបល់អាត្មានួនមួយទៀតគឺកណាថាធ្វើម៉េចយើងអប់រំចិត្តរបស់យើងកុំឲ្យយើងវាឆាប់រួចរវាចឹងចិត្តជាធម្មជាតិគិត
មានមនុស្សច្រើនណាស់ដែលចង់ឲ្យថាកុំឲ្យចិត្តគិតច្រើនធាតុពិត function របស់ចិត្តគឺគិតនឹងឯងប៉ុន្តែបើយើងស្គាល់វាយើងសម្រួលវាឲ្យគិតរឿងអីដែលមានប្រយោជន៍ដូចទឹកធ្លាក់ពីលើមកតាមស្ទឹងអញ្ចឹងណាមិនអាចទៅទប់ទឹកមិនឲ្យធ្លាក់ទេតែបើគេឆ្លាតគេប្រើហុងទឹកគេអាចបំបែកទឹកទៅដាក់តំណាំដាក់អីចឹងទៅចិត្តនេះហាមវាមិនឲ្យគិតអត់បានទេប៉ុន្តែបើកាលណាយើងយល់ពីចិត្តគឺអាចប្រើឲ្យចិត្តគិតទៅលើរឿងដែលមានប្រយោជន៍អញ្ចឹងត្រូវតែរៀនពីវាណាត្រូវរៀនពីវាដូចបងអូនចង់ទៅធ្វើការកន្លែងណាចង់បើបងអូនខ្លះកាន់ម៉ាស៊ីន2 3អីចឹងមុននឹងកាន់វាកាត់ទៅរៀនពីវាចិត្តដូចគ្នាត្រូវតែរៀនពីវាហើយអ្នកដែលបរៀនពីចិត្តហ្នឹងច្បាស់គឺពុទ្ធជាអ្នកបរៀនរឿងហ្នឹង